ខ្ញុំនេះក្រោកពីដេកព្រឹកឡើងបងប្អូនហើយឃ្លាននំពុំជិះម៉ូតូរកទៅទិញនំពុំនៅក្នុងភូមិគេអត់មានលក់គេឈប់លក់នោះដល់ពេលហើយមានណាបងប្អូនអាពុំកំងថ្ងៃមុនហ្នឹងដាក់យកមកធ្វើលាយម្សៅពុកប៉ាក់ធ្វើបានហូបដែរហើយនិយាយว่าរូបរាងវិញគឺមានអីធ្វើហើយគឺស្អាតបងប្អូនរូបរាងស្អាតដូចគេលក់ដែរអញ្ចឹងគ្រាន់តែថាវារៀងរឹងបន្តិចដែរសារខ្ញុំធ្វើលើកទី1ដែរខ្ញុំអត់ដឹងតាក់តិចនៃការធ្វើនំពុំវាធ្វើមិនអីមិនចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកសាករៀនធ្វើនំពុំទៀតហើយបងប្អូននិយាយទៅវីដេអូខ្ញុំមួយណាក៏រៀនធ្វើដែរនិយាយទៅនំណាដែលខ្ញុំធ្លាប់ហូបតែខ្ញុំអត់ដែរបានធ្វើខ្ញុំថាខ្ញុំរៀនធ្វើគឺអានឹងអត់ខុសទេបងប្អូនដែលសារខ្ញុំរៀនមែនអញ្ចឹងណាគឺអត់ចេះមែនអញ្ចឹងនេះគ្រឿងផ្សំមានប្រេងឆាមានអំបិលម្សៅឆាម្សៅអង្ករខ្សាយស្ករត្នោតពងមាន់ពងទានិងខ្ទិះដូងហើយនឹងល្ងសតាមពិតទៅអានឹងដាក់ល្ងខ្មៅបងប្អូនប៉ុន្តែខ្ញុំអត់មានល្ងខ្មៅខ្ញុំប្រើល្ងសជំនួសអញ្ចឹងណាហើយពុំខ្ញុំទៅទិញឲ្យមុនបងប្អូនឲ្យឡើងស្រស់ស្អាតតែម្ដងទើបបានសាកធ្វើលើកទី1អញ្ចឹងណាបងប្អូនកុំថាអីថាវ៉ាន់តែសារទើបសាកទី1ដែរចាំមើលការចាក់និងការលាយម្សៅរបស់ខ្ញុំមិនដែរចាំតាមដានទាំងអស់គ្នាបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមលាយម្សៅចាក់អង្ករខ្សាយចំនួនកន្លះចានគីឡូអាធំហ្នឹងហើយលាយម្សៅមីបន្តិចអំបិលម៉ត់បន្តិចចាហើយខ្ញុំបន្ថែមនៅពងមាន់ពងទាចំនួន3-4គ្រាប់ដើម្បីឲ្យវាកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនដើម្បីឲ្យម្សៅយើងឡើងអញ្ចឹងទៅនឹងឲ្យយើងដាក់ពងមាន់ពងទាដើម្បីឲ្យម្សៅឡើងហើយនឹងវាមានក្លិនឈ្ងុយឆ្ងាញ់អញ្ចឹងទៅបន្ទាប់មកទៀតខ្ញុំចាក់ខ្ទិះដូងចំនួន1កូនចានធំបងប្អូននេះ1កូនចានធំមួយចានគីឡូធំដែរហ្នឹងហើយស្ករត្នោតខ្ញុំប្រើប្រហែលជា2ខាំកន្លះអីហ្នឹងបងប្អូនអានេះ1កូនចានទូចប្រហែលជាខ្ញុំអត់បានថ្លឹងទេស្មានយកតែវាខ្ទង់បែប2ខាំ3ខាំហ្នឹងបងប្អូនព្រោះម្សៅខ្ញុំធ្វើច្រើនដែរឥឡូវខ្ញុំចាប់ផ្ដើមលាយបញ្ចូលគ្នាហើយចំពោះការលាយម្សៅនេះគឺខ្ញុំលាយហាលថ្ងៃក្របវាចិត្តហើយលាយពេលយើងលាយកូរវាឲ្យសព្វឲ្យបែកចឹងហើយខ្ញុំហាលថ្ងៃទុកប្រហែលជា2-3ម៉ោងដែរបាទខ្ញុំចាក់អញ្ចឹងទៅអានេះខ្ញុំចាប់ផ្ដើមធ្វើម៉ោង7-8ព្រឹកម៉ោង10 មិន10បាទខ្ញុំចាប់ផ្ដើមចាក់អញ្ចឹងណាបងប្អូនព្រោះអាហ្នឹងតតែម្សៅរៀងឡើងបានយើងចាក់ទៅវារៀងឡើងនំឡើងសាច់នំវារៀងទន់ឡើងឆ្ងាញ់អញ្ចឹងណាបងប្អូននិយាយទៅនំពុំខ្មែរហ្នឹងខ្ញុំធ្លាប់តែទិញគេហូបស្រាប់ទេបងប្អូនខ្ញុំអត់ដែលធ្វើខ្លួនឯងហូបសោះតែម្ដងអានេះលើកទី1របស់ខ្ញុំទៀតទេណាបងប្អូនអញ្ចឹងថ្មីសម្រាប់ខ្ញុំទៀតហើយប័ណ្ណពិសោធន៍មួយទៀតសម្រាប់ការចាក់នំពុំបងប្អូនហើយចំពោះគ្រឿងផ្សំគឺខ្ញុំចូលចិត្តដូចថាល្ងឬមួយក៏ដូងឬមួយក៏ស្ករមិនខ្ញុំដាក់តាមចំណង់ចំណូលចិត្តខ្ញុំអញ្ចឹងណាបងប្អូនមើលហើយចង់យកធ្វើតាមនឹងបងប្អូនអាចលៃលកដាក់ម្សៅឬមួយក៏គ្រឿងផ្សំអីដែលយើងអាចដាក់បញ្ចូលជាមួយបានទៀតក៏បន្ថែមតាមនឹងទៅបងប្អូនប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំដាក់ប៉ុណ្ណឹងសិនអញ្ចឹងណាបើសិនជាប៉ុណ្ណឹងឆ្ងាញ់ឬក្រោយខ្ញុំធ្វើដាក់ប៉ុណ្ណឹងទៀតអញ្ចឹងទៅឬមួយក៏ថែមគ្រឿងក្រូវអីដែលអាចដាក់បានថែមមួយមុខអីទៀតអញ្ចឹងហើយបើនិយាយពីរឿងចាក់នំវិញសើចរហូតបងប្អូនហើយអ៊ុតមើលឲ្យសើចដោយសារអីលើកទី1អញ្ចឹងខ្លាចតែនំខ្លោចអញ្ចឹងទៅអ៊ុតមើលបើកមើលរហូតនិយាយប្តីខ្ញុំគាត់អ្នកថតក៏គាត់សើចដែរគាត់ថាមិនចេះតែបើកមើលហើយខ្ញុំក៏ប្រាប់គាត់ថាបើអត់បើកមើលខ្លាចខ្លោចទៅពេលអញ្ចឹងមានណាបងប្អូនហើយនំមួយចាក់តែ2-3នាទីតែ2-3នាទីហ្នឹងបើកមើលចង់100ដងនិយាយទៅខ្លាចខ្លោចទេបងប្អូនហើយឥឡូវនេះនំខ្ញុំក៏ចាប់ផ្ដើមឆ្អិនដែរបងប្អូនរូបរាងមិនសូវបានមែនប៉ុន្តែរសជាតិឆ្ងាញ់ហើយក្លិនឈ្ងុយមែនទែនបងប្អូនហើយដែលសារចាក់អត់តន់ឥឡូវនេះភ្លក់ខ្លួនឯងមុនចាក់មកអស់ព្រោះក្មេងៗនៅខាងមុខហ្នឹងយកលោកដៃយករហូតអ្នកចាក់អត់មានបានតន់ភ្លក់មួយឥឡូវសុំភ្លក់មួយសិនណាបងប្អូននិយាយពីថារសជាតិឆ្ងាញ់មែនទែនហើយខ្ញុំបានប្រើប្រេងឆាជាមួយនឹងពងទាដើម្បីលាបខ្លាញ់ពីលើបន្ថែមទៀតអូយមិននិយាយបងប្អូនណាឆ្ងាញ់មែនទែនឈ្ងុយមែនទែនសូម្បីតែបញ្ចូលសលេងម្ដងទៀតក៏ខ្ញុំឃ្លានទៀតដែរនំពុំខ្ញុំត្បិតតែថាម្សៅខ្ញុំលាយរៀងរឹងក៏ពិតមែនប៉ុន្តែរសជាតិឆ្ងាញ់ហើយក្លិនឈ្ងុយមែនទែនបងប្អូនចាំមើលលាយម្សៅលើក្រោយលាយឲ្យត្រូវទុកឲ្យរៀងយូរជាងនឹងដោយសារខ្ញុំលាយនេះខ្ញុំអត់បានប្រើម៉ាស៊ីនវាយឲ្យវាដូចថាទៅសោះសាច់ឲ្យសពចូលគ្នាបានល្អអញ្ចឹងសាច់នំខ្ញុំរៀងរឹងប៉ុន្តែរសជាតិឆ្ងាញ់ហើយរូបរាងក៏វាមិនស្អាតដូចគេអ្នកចាក់ជំនាញចាក់លក់អីដែរបងប្អូនព្រោះខ្ញុំចាក់លើកទី1ដែរវារៀងកឆេកកឆោតដប់អញ្ចឹងណាប៉ុន្តែរូបរាងមិនស្អាតឬមួយក៏សាច់នំរៀងរឹងមែនប៉ុន្តែចាក់អស់បងប្អូនម៉ួយចាំមកយកដល់ចាក់តាំងពីនៅមុខផ្ទះរហូតដល់ក្នុងផ្ទះព្រោះថ្ងៃដេញរៀងក្តៅដែរនោះបងប្អូនអញ្ចឹងទៅម៉ួយតាមតាំងពីមុខផ្ទះរហូតដល់ក្រោយក្នុងផ្ទះបងប្អូនតាមរហូតតាមនិយាយទៅចាក់សឹងតែមិនទាន់ម៉ួយមកយករហូតនោះបងប្អូនហើយឥឡូវនេះវីដេអូខ្ញុំក៏ចូលដល់ទីបញ្ចប់ដែរបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អនិងអាយុវែងប្រកបរកស៊ីមានបានទាំងអស់គ្នាណា